អ្នកជានរណាតើអ្នកជានរណាខ្ញុំមិនមែនចង់សួរឈ្មោះមុខរបរឬក៏អតីតកាលរបស់អ្នកទាំងអស់គ្នាទេតែអ្វីដែលជាតម្លៃស្នូលរបស់អ្នកខ្ញុំចង់សួរថាតើអ្នកជានរណាមនុស្សមួយចំនួនបានយល់ច្រឡំជាមួយនឹងអត្តសញ្ញាណរបស់ខ្លួនឯងយើងបានអនុញ្ញាតឲ្យលោកីនេះកំណត់អត្តសញ្ញាណឲ្យយើងតាមរយៈភាពជោគជ័យភាពបរាជ័យរូបរាងខាងក្រៅឬតាមរយៈការគិតរបស់មនុស្សដទៃទៀតប៉ុន្តែនៅពេលដែលយើងចូលមករកព្រះគ្រីស្ទអ្វីៗទាំងអស់ត្រូវបានផ្លាស់ប្ដូរនៅក្នុងព្រះគម្ពីរពីកូរិនថូសជំពូក5ខ17បានចែងថាបានជាបើអ្នកណានៅក្នុងព្រះគ្រីស្ទនោះឈ្មោះថាបានកើតជាថ្មីហើយអស់ទាំងសេចក្តីចាស់បានកន្លងបាត់ទៅមើលគ្រប់ទាំងអស់បានត្រឡប់ជាថ្មីវិញមានន័យថាកំហុសដែលអ្នកបានធ្វើនៅក្នុងអតីតកាលมันអាចកំណត់អ្នកបានទេភាពខ្ទេចខ្ទាំក៏មិនមែនជាអត្តសញ្ញាណរបស់អ្នកដែរហើយអ្នកក៏មិនមែនជាម្នាក់ដែលលោកីនិយាយថាអ្នកជាអ្នកណានោះដែរនៅក្នុងព្រះគ្រីស្ទអ្នកត្រូវបានស្រឡាញ់ទោះបីជាអ្នកមានអារម្មណ៍ថាអ្នកមិនមានតម្លៃក៏ដោយនៅក្នុងព្រះគ្រីស្ទអ្នកត្រូវបានជ្រើសរើសទោះបីជាមនុស្សនៅជុំវិញខ្លួនអ្នកបដិសេធអ្នកនៅក្នុងព្រះគ្រីស្ទអ្នកត្រូវបានអត់ទោសទោះបីអ្នកធ្លាប់បានធ្វើខុសអ្វីក៏ដោយនេះមិនមែនជា label ខាងព្រលឹងវិញ្ញាណទេតែជាសេចក្តីពិតមួយអ្នកគឺជាកូនរបស់ព្រះជាម្ចាស់អ្នកត្រូវបានប្រោសលោះនិងត្រូវបានបង្កើតឡើងហើយត្រូវបានផ្ដល់នូវគោលបំណងជាក់លាក់មួយប្រហែលជាអ្នកអាចនឹងប្រឈមមុខជាមួយនឹងការតយត់អ្នកក៏អាចប្រហែលជានឹងជួបរឿងបាត់បង់ការខូចចិត្តប៉ុន្តែអត្តសញ្ញាណរបស់អ្នកគឺនៅមានសុវត្ថិភាពទេកុំព្រួយបារម្ភទ្រង់មិនដែលផ្លាស់ប្ដូរទេហើយសេចក្តីស្រឡាញ់របស់ទ្រង់ក៏មិនផ្លាស់ប្ដូរដូចគ្នាពេលក្រោយនៅពេលដែលអ្នកសង្ស័យលើខ្លួនឯងសូមអ្នកចាំថាអ្នកគឺជានរណានៅក្នុងព្រះគ្រីស្ទអ្នកត្រូវបានបង្កើតឡើងដើម្បីឲ្យគោរពកោតខ្លាចព្រះនិងភាពអស្ចារ្យអ្នកមានជ័យជំនះលើអស់អ្នកដែលមានជ័យជំនះទៅទៀតហើយអ្នកគឺជាស្នាមព្រះហស្ថរបស់ព្រះជាម្ចាស់កុំឲ្យការកុហកនៅក្នុងអតីតកាលឬសម្ពាធនៅក្នុងលោកីនេះបង្កើតទស្សនៈឲ្យអ្នកឡើយប៉ុន្តែសូមអនុញ្ញាតឲ្យសេចក្តីពិតនៃព្រះនិយាយកាន់តែខ្លាំងឡើងថាអ្នកគឺជាមនុស្សមានតម្លៃព្រះអង្គតតឃើញអ្នកព្រះអង្គស្រឡាញ់អ្នកប្រសិនបើសារនេះប៉ះពាល់ចិត្តអ្នកហើយអ្នកចង់ចែករំលែកជាមួយនរណាម្នាក់ដែលត្រូវការការលើកទឹកចិត្តនៅថ្ងៃនេះសូមចែករំលែកសារនេះទៅកាន់មនុស្សជំនាញខ្លួនដែលអ្នកគិតថាគេកំពុងតែត្រូវការសារនេះដូចជាអ្នកដែរសូមចាំថាអត្តសញ្ញាណរបស់យើងមិនមែននៅក្នុងលោកីនេះទេប៉ុន្តែគឺនៅក្នុងព្រះគ្រីស្ទ